10 សញ្ញាបង្ហាញថាគេមិនស្រឡាញ់យើងមនុស្សជាច្រើននៅក្នុងរឿងស្នេហាតែងតែសួរខ្លួនឯងថាតើគេស្រឡាញ់ខ្ញុំពិតអត់ឬក៏គេគ្រាន់តែលេងសើចនឹងខ្ញុំទេពេលខ្លះយើងក៏ស្រឡាញ់មនុស្សម្នាក់ខ្លាំងណាស់ដល់ថ្នាក់មិនចង់ទទួលស្គាល់ការពិតទៀតប៉ុន្តែស្នេហាពិតវាមិនមែនត្រឹមតែជាពាក្យសម្ដីនិយាយថាបងស្រឡាញ់អូនឬក៏អូនស្រឡាញ់បងប៉ុណ្ណោះទេប៉ុន្តែវាបង្ហាញអំពីអាកប្បកិរិយាឬក៏ការយកចិត្តទុកដាក់ព្រមទាំងការគោរពគ្នាផងដែរថ្ងៃនេះខ្ញុំសូមចែកម្លែកចំនួន10សញ្ញាដែលបង្ហាញថាគេស្រឡាញ់យើងពិតឬអត់ហើយបើសិនជាយើងកំពុងតែស្ថិតនៅក្នុងទំនាក់ទំនងសូមធ្វើការស្ដាប់ឲ្យចប់ព្រោះថាចំណុចមួយចំនួនប្រហែលជាយើងអត់ធ្លាប់គិតដល់ទី1គេមិនមានពេលវេលាសម្រាប់យើងមនុស្សស្រឡាញ់យើងពិតបើទោះបីជារវល់ប៉ុណ្ណាក៏ដោយក៏នៅតែព្យាយាមនិយាយរកយើងឬក៏ព្យាយាមណាត់ជួបយើងពេលខ្លះគ្រាន់តែជាការផ្ញើសារសួរសុខទុក្ខយើងតើអូនសុខសប្បាយអត់បងសុខសប្បាយអត់ក៏ជាការបង្ហាញនៅក្នុងការយកចិត្តទុកដាក់ដែរប៉ុន្តែបើគេតែងតែនិយាយប្រាប់ថារវល់ជានិច្ចមិនសូវឆ្លើយតបសារមិនសូវទូរស័ព្ទហើយពេលជួបក៏តិចដងហើយនោះក៏វាបង្ហាញថាយើងមិនមែនជាអត្តភាពសម្រាប់គេទេពេលមនុស្សម្នាក់ស្រឡាញ់យើងពេលវេលាមិនមែនជាឧបសគ្គប៉ុន្តែជារឿងដែលគេចង់ចែករំលែកជាមួយយើងទី2គេមិនយកចិត្តទុកដាក់នៅក្នុងអារម្មណ៍របស់យើងនៅក្នុងទំនាក់ទំនងសេចក្តីស្រឡាញ់មិនត្រឹមតែជាការសប្បាយរីករាយការរួមសុខទុក្ខជាមួយគ្នាទេប៉ុន្តែក៏វារួមជាមួយនឹងការយកចិត្តទុកដាក់ទៅលើផ្លូវចិត្តដៃគូទាំងសងខាងផងដែរបើយើងមានបញ្ហាឬក៏ពិបាកចិត្តហើយគេមិនសូវសួរនាំឬមិនព្យាយាមក្នុងការស្វែងយល់ពីអារម្មណ៍របស់យើងនោះបង្ហាញថាគេមិនខ្វល់អំពីអ្វីដែលយើងកំពុងតែឆ្លងកាត់ឡើយមនុស្សដែលស្រឡាញ់យើងពិតនឹងព្យាយាមស្ដាប់ព្យាយាមយល់ហើយធ្វើឲ្យយើងមានអារម្មណ៍ថាយើងមិនឯកោនៅក្នុងពិភពលោកនេះឬក៏ក្នុងបញ្ហាមួយដែលយើងកំពុងប្រឈមទី3គេនិយាយថាស្រឡាញ់តែសកម្មភាពមិនបង្ហាញពាក្យថាស្រឡាញ់អាចនិយាយបានងាយប៉ុន្តែអ្វីដែលបង្ហាញស្នេហាពិតគឺជាសកម្មភាពបើគេនិយាយថាបងស្រឡាញ់អូនឬក៏អូនស្រឡាញ់បងប៉ុន្តែមិនដែលយកចិត្តទុកដាក់មិនគោរពអារម្មណ៍របស់យើងហើយក៏មិនធ្វើអ្វីដែលបង្ហាញថាយើងសំខាន់សម្រាប់គេនោះពាក្យស្រឡាញ់គ្រាន់តែជាពាក្យនិយាយឲ្យរួចតែពីមាត់ប៉ុណ្ណោះស្នេហាពិតមិនមែនធម្មតាជាពាក្យសម្ដីឬក៏សម្លេងទេតែវាអាចមើលឃើញតាមរយៈការប្រព្រឹត្តទី4គេមិនចង់ណែនាំយើងឲ្យមិត្តភ័ក្តិក្រុមគ្រួសារគេស្គាល់ពេលមនុស្សម្នាក់ស្រឡាញ់យកចិត្តទុកដាក់គេភាគច្រើននឹងមានមោទនភាពដែលនាំយើងទៅឲ្យមនុស្សសំខាន់នៅក្នុងជីវិតរបស់គេស្គាល់ប៉ុន្តែបើគេតែងតែលាក់ទំនាក់ទំនងមិនចង់ឲ្យមិត្តភ័ក្តិឬក៏ក្រុមគ្រួសារដឹងនោះគឺបង្ហាញថាគេមិនបានយកចិត្តទុកដាក់ជាមួយនឹងយើងឡើយការលាក់ទំនាក់ទំនងជាញឹកញាប់បង្ហាញថាគេមិនចង់ឲ្យវាមានភាពច្បាស់លាស់នៅក្នុងជីវិតរបស់គេទី5គេធ្វើឲ្យយើងមានអារម្មណ៍ថាយើងល្អអត់គ្រប់គ្រាន់មនុស្សដែលមិនស្រឡាញ់យើងពិតអាចធ្វើឲ្យយើងមានអារម្មណ៍ថាយើងល្អមិនគ្រប់គ្រាន់គេច្រើនតែប្រៀបធៀបយើងជាមួយនឹងអ្នកដទៃឬក៏និយាយឲ្យយើងមានអារម្មណ៍ថាយើងត្រូវផ្លាស់ប្ដូរខ្លួនឯងដើម្បីឲ្យគេពេញចិត្តពេលវេលាកន្លងទៅយើងអាចផ្ដើមសង្ស័យលើតម្លៃខ្លួនឯងហើយគិតថាត្រូវព្យាយាមក្លាយជាមនុស្សផ្សេងតែស្នេហាពិតគឺមិនធ្វើឲ្យយើងបាត់បង់នៅតម្លៃខ្លួនឯងទេប៉ុន្តែធ្វើឲ្យយើងមានទំនុកចិត្តលើខ្លួនឯងកាន់តែច្រើនទី6គេបាត់ខ្លួននៅពេលដែលយើងត្រូវការនៅពេលដែលយើងជួបបញ្ហាឬពិបាកចិត្តមនុស្សដែលស្រឡាញ់យើងពិតនឹងព្យាយាមនៅក្បែរឬយ៉ាងហោចណាស់ក៏ផ្ដល់ការគាំទ្រដូចជាពាក្យសម្ដីលើកទឹកចិត្តប៉ុន្តែបើគេតែងតែបាត់ខ្លួននៅពេលដែលយើងត្រូវការបំផុតនោះគឺបង្ហាញថាទំនាក់ទំនងនេះមិនសំខាន់សម្រាប់គេដូចដែលវាសំខាន់សម្រាប់យើងទេទី7គេមិននិយាយអំពីអនាគតជាមួយយើងមនុស្សដែលស្រឡាញ់យើងពិតតែងតែគិតអំពីអនាគតជាមួយយើងគេចង់ដឹងថាជីវិតរបស់យើងទាំងពីរនឹងអាចដើរទៅមុខជាមួយគ្នាបានអត់ប៉ុន្តែបើគេជៀសវាងប្រធានបទនេះឬមិនចង់និយាយអំពីផែនការរយៈពេលវែងនោះវាបង្ហាញថាគេមិនគិតអំពីអនាគតជាមួយយើងទេទី8បោះបង់ឬក៏គេចវេះមនុស្សដែលមិនស្រឡាញ់យើងពិតគេមិនមានការទទួលខុសត្រូវច្រើនតែជ្រើសរើសការគេចវេះបាត់ខ្លួនឬក៏បោះបង់យើងចោលឲ្យរ៉ាប់រងនៅបញ្ហាដែលកើតមានឡើងនៅចំពោះមុខតែម្នាក់ឯងប៉ុន្តែបរិសុទ្ធដែលមានក្រមសីលធម៌និងទំនួលខុសត្រូវនឹងមិនធ្វើបែបនេះនោះទេ
គេនឹងទទួលរាល់ទង្វើដែលគេបានជ្រុលជ្រោះជាមួយនឹងយើងទី9គេមិនស្ដាប់អ្វីដែលយើងនិយាយការស្ដាប់គ្នាគឺជាគន្លឹះនៅក្នុងការទំនាក់ទំនងបើគេមិនស្ដាប់យើងមិនចងចាំអ្វីដែលយើងបាននិយាយនិងមិនចាប់អារម្មណ៍នៅពេលដែលយើងចែករំលែកអំពីអារម្មណ៍នោះវាបង្ហាញថាគេមិនឲ្យតម្លៃមកយើងទេមនុស្សដែលស្រឡាញ់យើងពិតនឹងចង់ស្ដាប់យើងព្រោះអ្វីដែលយើងនិយាយមានន័យសម្រាប់គេទី10យើងគឺជាអ្នកព្យាយាមតែម្នាក់ឯងនៅក្នុងទំនាក់ទំនងយើងតែងតែជាអ្នកចាប់ផ្ដើមគ្រប់យ៉ាងដូចជាអ្នកខលមុនជាអ្នកឆាតទៅមុនជាអ្នកសុំជួបគេមុននិងជាអ្នកសុំទោសមុននោះគឺបង្ហាញថាយើងកំពុងតែខិតខំព្យាយាមរក្សាទំនាក់ទំនងនេះតែម្នាក់ឯងប៉ុន្តែស្នេហាពិតគឺជាការខិតខំរួមគ្នាពីមនុស្សពីរនាក់មិនមែនតែម្នាក់ឯងទេបើអ្នកទាំងអស់គ្នាឃើញថាសញ្ញាទាំងនេះនៅក្នុងទំនាក់ទំនងរបស់អ្នកទាំងអស់គ្នាកុំប្រញាប់បដិសេធការពិតពេលខ្លះការទទួលស្គាល់ថាគេមិនស្រឡាញ់យើងពិតអាចឈឺចាប់ប៉ុន្តែវាគឺជាជំហានដំបូងដើម្បីរកសុភមង្គលពិតប្រាកដត្រូវចងចាំថាយើងសមនឹងទទួលបាននូវស្នេហាដែលស្មោះត្រង់មិនមែនស្នេហាដែលធ្វើឲ្យយើងឈឺចាប់រាល់ថ្ងៃទេចុងក្រោយខ្ញុំចង់សួរអ្នកទាំងអស់គ្នានៅសំណួរមួយតើអ្នកទាំងអស់គ្នាធ្លាប់ជួបសញ្ញានៅក្នុងចំណោម10នេះដែរអត់ហើយអ្នកទាំងអស់គ្នាគិតថាស្នេហាពិតគួរតែមានអ្វីខ្លះសូមធ្វើការខមមិនខាងក្រោម